ថ្ងៃនេះ admin សូមលើកយករឿងភាគ anime មួយដែលមានចំណងជើងថា Dr. Stone មកធ្វើការបកស្រាយជូនទស្សនារឿងនេះជាប្រភេទរឿងវិទ្យាសាស្ត្របែបប្រឌិតជារឿងបែបផ្សងព្រេងហើយក៏ជារឿងទាក់ទងជាមួយនឹងវិនិច្ឆ័យកម្មពិភពលោកផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយជួយចុច like និង comment បានច្រើនសាយរឿងចាប់ផ្ដើមនៅមន្ទីរពិសោធន៍មួយក្នុងវិទ្យាល័យមួយនៅប្រទេសជប៉ុនដែលនៅទីនោះមានកូនសិស្សម្នាក់ឈ្មោះ Taichu កំពុងតែនិយាយលោឡាប្រាប់មិត្តភក្តិរបស់គាត់ម្នាក់ឈ្មោះ Senku ថាគាត់នឹងសារភាពស្នេហ៍ប្រាប់ស្រីម្នាក់ឈ្មោះ Yuzuriha ដែលគាត់បានលួចក្រាស់រយៈពេល5ឆ្នាំមកហើយនៅថ្ងៃនេះតែម្ដងដោយសារតែគាត់ទ្រាំលែងបានហើយនៅពេលនោះ Senku ដែលជាមិត្តភក្តិរបស់គាត់ហើយក៏ជាតួឯករបស់យើងផងដែរបានឲ្យទឹកមន្តអាគមស្នេហ៍មកដល់ទៅ Taichu ដើម្បីប្រើហើយធានាថាវានឹងមានប្រសិទ្ធភាព 100% ប៉ុន្តែ Taichu បានចាក់ទឹកមន្តអាគមនោះចោលដោយសារតែគាត់ជាមនុស្សទៀងត្រង់មិនចង់ប្រើល្បិចនោះទេបន្ទាប់ពី Taichu បានចេញទៅផុតកូនសិស្សផ្សេងទៀតមានការភ្ញាក់ផ្អើលណាស់ដែល Senku ចេះធ្វើទឹកមន្តអាគមស្នេហ៍តែ Senku បានប្រាប់ថាវាមិនមែនទឹកមន្តអាគមស្នេហ៍អីទេវាគ្រាន់តែជាប្រេងសាំងដែលគាត់ចម្រាញ់ចេញពីគម្របដបទឹកសុទ្ធតែប៉ុណ្ណោះសូមបញ្ជាក់ផងដែរថានៅក្នុងរឿង Dr. Stone នេះទ្រឹស្ដីឬក៏គោលការណ៍បែបវិទ្យាសាស្ត្រដែលគេបានយកមកប្រើគឺវាមានលក្ខណៈត្រឹមត្រូវស្ទើរតែ 100% គ្រាន់តែគេពង្រួមពេលវេលាឲ្យខ្លីក្នុងការផលិតចេញជាអ្វីមួយកាត់ទៅមើលសាច់រឿងរបស់យើងបន្តទៀតពេលនេះ Taichu បានស្កាត់ទៅជួប Yuzuriha ដែលគាត់លួចក្រាស់ហើយមិត្តភក្តិរបស់គាត់ផ្សេងទៀតកំពុងតែភ្នាល់គ្នាចង់ដឹងថា Taichu សារភាពស្នេហ៍បានសម្រេចអត់ពេលនោះ Senku ក៏បានភ្នាល់ថា Yuzuriha ក៏មានចិត្តក្រាស់លើ Taichu របស់យើងផងដែរងាកទៅមើល Taichu វិញបេះដូងរបស់គាត់បានលោតក្តុកក្តាក់ស្ទើរតែធ្លាយចេញពីទ្រុងមកខាងក្រៅហើយគាត់ខ្លាចថានៅពេលដែលគាត់សារភាពទៅ Yuzuriha នឹងបដិសេធហើយឈប់រាប់អានគាត់រហូតបន្តមកនៅពេលដែល Taichu រៀបនឹងហាមកនិយាយស្រាប់តែមានបាតុភូតចម្លែកមួយបានកើតឡើងគឺមានពន្លឺពណ៌បៃតងយ៉ាងចម្លែកជះមកពីលើមេឃធ្វើឲ្យមនុស្សទាំងអស់នៅលើពិភពលោកក្លាយទៅជាថ្មរឿងដែលចម្លែកមួយទៀតគឺមនុស្សដែលបានក្លាយទៅជាថ្មទាំងនោះនៅមានសតិស្មារតីដឹងខ្លួនប៉ុន្តែមិនអាចកម្រើកខ្លួនបានបាតុភូតនោះបានធ្វើឲ្យមនុស្សតែប៉ុណ្ណោះដែលក្លាយទៅជាថ្មចំណែកសត្វផ្សេងៗមិនអីនោះទេរយៈពេលរាប់ពាន់ឆ្នាំក្រោយមកសាច់រឿងបានកាត់ទៅមើលនៅក្នុងលអាងភ្នំមួយមានមនុស្សថ្មម្នាក់ដេកនៅលើគំនរចម្បាំងហើយមានទឹកអីម្យ៉ាងមិនដឹងទេធ្លាក់ចំពីលើក្បាលរបស់គាត់បន្ទាប់មកមានបរិយាម្នាក់បានរើខ្លួនចេញពីថ្មនោះមកវិញដែលយើងមើលដឹងថាម្នាក់នោះគឺ Taichuនៅពេលដែលគាត់ដើរចេញពីលអាងមកមើលនៅខាងក្រៅឃើញថាទីក្រុងបានក្លាយទៅជាព្រៃឈើអស់ហើយបានន័យថាគាត់ជាប់នៅក្នុងថ្មរយៈពេលយូរឆ្នាំមកហើយបន្តមក Taichu បាននឹកឃើញដល់បាតុភូតចម្លែកមួយដែលបានកើតឡើងមុនពេលដែលមនុស្សបានក្លាយខ្លួនទៅជាថ្មកាលនោះគាត់បានឃើញសត្វជាកម្មនៅសុកក៏ក្លាយទៅជាថ្មផងដែរហើយនៅពេលដែលគាត់យកសត្វជាកម្មនោះទៅពេទ្យសត្វចៃដន្យក៏បានជួបជាមួយនឹង Yuzuriha ដែលនេះមានគោលបំណងចង់យកសត្វជាកម្មថ្មមួយក្បាលទៀតទៅព្យាបាលនៅទីនោះដូចគ្នាត្រឡប់មកពេលបច្ចុប្បន្នវិញនៅទីបំផុត Taichu បានរកឃើញ Yuzuriha ដែលជាតារានៅក្នុងដួងចិត្តរបស់គាត់នៅក្នុងស្ថានភាពជាថ្មហើយគាត់សច្ចាថានឹងធ្វើយ៉ាងណាជួយឲ្យ Yuzuriha ក្លាយទៅជាមនុស្សវិញឲ្យទាល់តែបានបន្តមកនៅលើដើមឈើក្បែរ Yuzuriha Taichu បានឃើញអក្សរសរសេរថាដើរតាមដងទន្លេចុះទៅខាងក្រោមណាអាកបីហើយនៅពេលដែល Taichu ដើរទៅដល់គាត់សប្បាយចិត្តណាស់នៅពេលដែលគាត់បានឃើញ Senku តាំងពីដើមមកអ្នកដែលហៅគាត់ថាអាកបីមានតែ Senku នឹងហើយសម្លាញ់ហើយមិនតន់ងាប់ទេអីយីអត់ស្លៀកខោផងទៅឲ្យឆ្ងាយបន្តមកទៀត Senku បានប្រាប់ Taichu ថាថ្ងៃនេះគឺជាថ្ងៃទី5ខែ10ឆ្នាំ5738មានន័យថាពួកគេបានក្លាយខ្លួនទៅជាថ្មរយៈពេល3700ឆ្នាំមកហើយគាត់បានក្លាយខ្លួនមកជាមនុស្សវិញមុន Taichu រយៈពេល6ខែគឺគាត់នឹងហើយជាអ្នករកឃើញ Taichu ហើយយក Taichu ទៅដាក់នៅក្នុងលអាងភ្នំដើម្បីជួយឲ្យ Taichu អាចរើចេញពីថ្មមកវិញបន្តមកនៅពេលដែល Taichu សួរ Senku ថាហេតុអីបានជាដឹងថ្ងៃខែច្បាស់ម្ល៉េះ Senku បានប្រាប់ថារយៈពេលដែលគាត់បានក្លាយខ្លួនទៅជាថ្មគាត់បានបន្តរាប់រហូត1វិនាទីម្ដងបន្តមក Senku បាននាំ Taichu ទៅផ្ទះរបស់គាត់ហើយសូមឲ្យ Taichu នឹងជួយជាកម្លាំងដល់គាត់ក្នុងការជួយធ្វើឲ្យមនុស្សថ្មទាំងអស់ក្លាយទៅជាមនុស្សធម្មតាវិញហើយតាមរយៈចំណេះដឹងផ្នែកវិទ្យាសាស្ត្ររបស់គាត់ចង់បង្កើតអ្វីៗដែលទំនើបជូនមនុស្សជាតិឡើងវិញចំណែក Taichu វិញពិតមែនថាគាត់មិនសូវជាឆ្លាតដូចជា Senku ប៉ុន្តែគាត់មានកម្លាំងខ្លាំងអាចជួយការងាររបស់ Senku បានច្រើនគោលបំណងរបស់គាត់នៅពេលនេះគឺជួយ Yuzuriha ឲ្យក្លាយមកជាមនុស្សវិញចាប់តាំងពីពេលនោះមកពួកគេបានធ្វើការរួមគ្នា Senku គឺជាអ្នកគិតចំណែក Taichu ជាអ្នកជួយជាកម្លាំងមានថ្ងៃមួយពេល Taichu ចូលព្រៃរកចំណីអាហារគាត់បានប្រទះឃើញផ្លែទំពាំងបាយជូរយ៉ាងច្រើននៅក្បែរនោះគាត់បានឃើញមនុស្សថ្មម្នាក់ដែលគាត់ស្គាល់ថាជាអ្នកដែលមានកម្លាំងខ្លាំងជាងគេប្រចាំសាលាដែលមានឈ្មោះថា Shishio Tsukasa បន្តមក Taichu បានដើរទៅដល់លអាងភ្នំដែលជាកន្លែងដែលគាត់បានក្លាយទៅជាមនុស្សវិញកាលពីប្រហែលថ្ងៃមុននៅទីនោះគាត់បានឃើញមានគេប្រើកន្ត្រកត្រង់ទឹកអីម្យ៉ាងហើយក៏ស្មានថាមានអ្នកផ្សេងដែលនៅរស់ក្រៅពីគាត់ហើយនឹង Senku ដែលតាមការពិតទៅអ្នកដែលប្រើកន្ត្រកត្រង់ទឹកនោះគឺ Senku នឹងឯង Senku និយាយថាទឹកនោះគឺជាអាស៊ីតណៃត្រិកដែលកើតចេញពីឯកបជាវហើយគាត់ជឿថាអាស៊ីតណៃត្រិកនឹងជួយឲ្យមនុស្សរើខ្លួនចេញពីថ្មមកវិញបានប៉ុន្តែគាត់បានសាកល្បងយកទឹកអាស៊ីតណៃត្រិកនឹងទៅស្រោចលើសត្វជាកម្មដែលក្លាយទៅជាថ្មហើយមិនទាន់ឃើញលទ្ធផលសោះពេលនោះមានរឿងមួយដែល Senku ចង់សាកគឺយកអាស៊ីតណៃត្រិកទៅលាយជាមួយនឹងអាល់កុលដែលអាចញ៉ាំបានដែលគេហៅថា ethanol ដើម្បីបង្កើតសារធាតុមួយទៀតដែលគេហៅថា nitol អ្វីដែលគាត់ត្រូវការនៅពេលនេះគឺអាល់កុលចៃដន្យនៅថ្ងៃនេះ Taichu រកបានផ្លែទំពាំងបាយជូរមួយចំនួនដែល Senku អាចប្រើផលិតជាអាល់កុលឬក៏ ethanol បានជាដំបូងពួកគេត្រូវយកផ្លែទំពាំងបាយជូរទាំងនោះទៅធ្វើជាស្រាក្រហមសិនបន្តមកពួកគេត្រូវដុតកម្ដៅស្រាក្រហមនោះនៅក្នុងឆ្នាំងដីដើម្បីចម្រាញ់យក ethanol ឬក៏អាល់កុលចេញមក
តាមរយៈការសាកល្បងជាងមួយឆ្នាំនៅទីបំផុតពួកគេអាចបង្កើត Night Hall បានត្រឹមត្រូវហើយ